มีបានធ្លាក់ថ្លៃខ្លាំងមកវិញហើយបងប្អូនដោយសារតែព័ត៌មានពាក់ព័ន្ធជាមួយនឹងអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកបាទកាលពីយប់ថ្ងៃអង្គារលោក Powell គាត់បានធ្វើសន្ទរកថាមួយបាទដែលបង្ហាញពីភាពមិនច្បាស់លាស់ក្នុងការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែ10នេះដោយសារលោកបានលើកឡើងថាបច្ចុប្បន្ននេះត្រូវមើលទៅលើអតិផរណាដែរបើសិនជាមានការកាត់បន្ថយអត្រាការប្រាក់បញ្ញាប់ពេកឬក៏ខ្លាំងពេកវាអាចនឹងធ្វើឲ្យអតិផរណាកើនឡើងបាទអញ្ចឹងមុននឹងកាត់បន្ថយគឺធនាគារកណ្ដាលគឺត្រូវតែមើលទៅលើទិន្នន័យអតិផរណាបាទហើយត្រូវកាត់បន្ថយដោយការប្រុងប្រយ័ត្នចឹងការកាត់បន្ថយវគ្គមុននេះគឺទើបតែកាត់បន្ថយរួចរាល់ទេមិនបញ្ញាប់ត្រូវកាត់បន្ថយអីបន្ថែមទៀតទេចឹងហើយបានជាក្តីរំពឹងចំពោះការកាត់បន្ថយអត្រាការប្រាក់ក្នុងខែ10នេះត្រូវបានធ្លាក់ចុះហើយបានជំរុញឲ្យលុយដុល្លារមានការងើបឡើងហើយដាក់សម្ពាធឲ្យមាសមានការធ្លាក់ចុះមកវិញយើងមកវិភាគបច្ចេកទេសទាំងអស់គ្នាបងប្អូនថាតើមាសនឹងមានការធ្លាក់ថ្លៃបន្តបន្ថែមទៀតឬក៏មានការងើបឡើងទៅលើបាទចឹងយើងមើលពីបកគោប្រចាំថ្ងៃទៅមុនសម្រាប់បកគោប្រចាំថ្ងៃរបស់មាសខ្ញុំមើលឃើញបច្ចុប្បន្ននេះអត់ទាន់មានសញ្ញាណាមួយបង្ហាញពីការផ្លាស់ប្ដូរទំនោរធ្លាក់ចុះមកវិញទេទោះបីជាធ្លាក់ខ្លាំងក៏ដោយកាលពីយប់ថ្ងៃពុធយប់មិញនេះប៉ុន្តែបើយើងមើលពីទំនោរប្រចាំថ្ងៃរបស់វាណានៅតែមានកម្លាំងទំនោរឡើងទៅលើដដែលប៉ុន្តែបើយើងមើលទៅលើ candle stick វិញបាទមើលពីកម្លាំងទិញលក់វិញគឺការលក់ចាប់ផ្ដើមមានខ្លាំងមកវិញហើយបាទបងប្អូនមើលបកគោនេះរៀងជា bearish engulfing ហើយខ្ញុំគិតថានឹងមានការធ្លាក់ចុះបន្តទៀតសម្រាប់តម្លៃហាងឆេងមាសបាទយើងចូលទៅមើលបកគោរយៈពេល1ម៉ោងទាំងអស់គ្នាសម្រាប់បកគោរយៈពេល1ម៉ោងនេះនៅក្នុងការ live ខ្ញុំបានវិភាគជូនបងប្អូនដែរមាសគឺវាបានបំបែកទំនោរនេះបងប្អូនឃើញទេទំនោរឡើងវាបានបំបែកទំនោរហើយបង្កើតជា sideways នេះបងប្អូនឃើញនេះចាប់ផ្ដើមថយកម្លាំងទិញលក់ហើយវាបានបង្កើតរាងមួយគេហៅថារាងជា descending chart pattern បាទចេញ pattern នឹងមកយើងអត់ច្បាស់ថាវាត្រូវទៅលើឬក៏ទៅក្រោមទេតើតើវាបំបែកកម្រិតទាបឬក៏កម្រិតខ្ពស់បានយើងដឹងទិសដៅបន្ទាប់របស់វាបាទអញ្ចឹងគឺយើងឃើញថាវាបានបំបែកកម្រិតទាបមកក្រោមការប្រយុទ្ធមិញហើយបំបែកចុះមកនេះគឺមានការធ្លាក់ចុះមកខ្លាំងដែរបងប្អូនតែដល់កម្រិត$3,717ក្នុងមួយអោនបាទហើយព្រឹកនេះក៏យើងឃើញថាវា reset ឡើងមកវិញដែរអញ្ចឹងទិសដៅមាសនៅក្នុងថ្ងៃនេះគឺយើងអាចធ្វើការលក់ចុះបន្តទៅបន្ថែមទៀតបាទព្រោះដោយសារវា confirm ផ្លាស់ប្ដូរទំនោរចុះមកខាងក្រោមវិញឯងបាទឥឡូវយើងចូលទៅមើលបកគោលរយៈពេល1ម៉ោងនេះយើងទៅមើលក្រាបដែលខ្ញុំបានវិភាគជូននៅតម្លៃដែលយើងធៀមទិញលក់ជូនបងប្អូននេះបាទក្នុងនេះគឺខ្ញុំបានបែងចែកជាកម្រិតទាបចំនួន3ហើយនិងកម្រិតខ្ពស់ចំនួន3ដូចទៅនឹងការវិភាគមុនដែរបងប្អូនកម្រិតខ្ពស់3នេះគឺជាកម្រិតដែលខ្ញុំឲ្យបងប្អូនធៀមចាំលក់ចោះនេះខ្ញុំដាក់បញ្ជាក់ណាតំបន់លក់ចោះបាទដល់ពេលកម្រិតទាបគឺជាតំបន់ដែលយើងធ្វើការទិញបាទទិញយកប្រាក់ចំណេញបាទអញ្ចឹងសម្រាប់កម្រិតខ្ពស់ចំនួន3ហ្នឹងគឺមានទី1នៅ$3,745ក្នុងមួយអោនឬក៏ប្រមាណ$4,512ក្នុងមួយតម្លឹងបាទអញ្ចឹងបច្ចុប្បន្ននេះគឺវាបានឡើងបបប៉ះហើយសម្រាប់កម្រិតខ្ពស់ទី2នៅកម្រិត$3,771ក្នុងមួយអោនឬក៏ប្រមាណ$4,543ក្នុងមួយតម្លឹងបាទហើយកម្រិតខ្ពស់ទី3នៅកម្រិត$3,791ក្នុងមួយអោនឬក៏$4,567ក្នុងមួយតម្លឹង3កម្រិតហ្នឹងគឺជាកម្រិតដែលយើងអាចធ្វើការធៀមលក់ចោះបានបាទហើយសម្រាប់កម្រិតទាបដែលយើងធៀមទិញវិញបាទកម្រិតទី1គឺនៅកម្រិត$3,710ក្នុងមួយអោនឬក៏$4,469ក្នុងមួយតម្លឹងកម្រិតទាបទី2នៅកម្រិត$3,682ក្នុងមួយអោនឬក៏$4,436ហើយនៅកម្រិតទាបទី3នៅកម្រិត$3,648ក្នុងមួយអោនឬក៏$4,395ក្នុងមួយតម្លឹងជាកម្រិតដែលយើងធៀមទិញឡើងបាទឥឡូវយើងមកមើលទិសដៅមាសនៅក្នុងព្រឹកនេះវិញដែលសារមាសក្នុងព្រឹកនេះវាបានឡើងមកប៉ះជាមួយនឹងកម្រិតខ្ពស់ទី1ហើយជាកម្រិតដែលខ្ញុំធៀមលក់ចោះដែរនៅក្នុងព្រឹកនេះបាទអញ្ចឹងបើសិនជាវាបកអត់ដាច់ទេមានសញ្ញាលក់ចោះមកខាងក្រោមវិញបងប្អូនអាចធ្វើការលក់ចោះបានអញ្ចឹងអាចធ្វើការលក់ចោះមកខាងក្រោមបានជាមួយនឹង target របស់យើងគឺនៅខាងក្រោមនេះ target នៅខាងក្រោមនេះ$3,710បាទចឹងគឺយើងអាចធ្វើការជួញដូរចន្លោះនឹងសិនលុះត្រាតែវាបំបែកឧទាហរណ៍ថាបើសិនជាបំបែកទៅក្រោមទៀតយើងចាំធៀមទិញពីក្រោមនេះទៅបាទហើយបើទៅលើវិញបើសិនជាបំបែក$3,745នេះយើងធៀមចាំលក់នៅតំបន់មួយទៀតនៅ$3,771នេះទៅបាទតែយ៉ាងណាមិញយើងចាំមើលនៅត្រង់នេះសិនបើខ្ញុំមើលបច្ចុប្បន្ននេះខ្ញុំធៀមឲ្យលក់ចោះឲ្យនៅ$3,745នេះបាទកន្លែងហ្នឹងគឺជាកន្លែង reset របស់វាហើយបាទអញ្ចឹងព្រឹកនេះយើងអាចធ្វើការលក់ចោះទៅ
ហើយចាំមើលបើសិនធ្លាក់ដល់ខមចាំយើងធៀមទិញឡើងវិញទៅបាទអញ្ចឹងសម្រាប់ការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានប៉ុណ្ណឹងបាទមានអីប្រែប្រួលមានព័ត៌មានអីសំខាន់បន្ថែមទៀតខ្ញុំនឹងអាប់ដេតជូនបងប្អូននៅក្នុងក្រុមរបស់យើងអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណហើយក៏សូមគោរពលាបាទបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ